សួស្តីអ៊ីណេតសូមស្វាគមន៍ដែលបានមកសន្តាគារ check in ភ្នំពេញលើផ្ទៃដីនេះគឺមានទំហំ9ម៉ែត្រ8តឹកហើយនឹងបណ្ដោយគឺ31ម៉ែត្រតើធ្វើអ្វីដើម្បីបានប្រាក់ចំណូលអញ្ចឹងយើងក៏ឲ្យយោបល់ជូនទៅគាត់ថាចុះបើបងចង់បានប្រាក់ចំណូលបងគួរតែកុំធ្វើផ្ទះល្វែងអីគឺយើងធ្វើជាសន្តាគារទូចខ្នាតតូចមួយទៅការងារសាងសង់គឺយើងសាងសង់គឺចាប់ផ្ដើមពីឆ្នាំ2017ហើយបញ្ចប់នៅ2019អាគារដែលមានសសរ2ជួរហើយមានអក្សរ5ម៉ែត្រកន្លះអញ្ចឹងទទឹងវាគឺ5ម៉ែត្រកន្លះហើយបណ្ដោយ23ម៉ែត្រពេលដែលថ្ងៃក្តៅខ្លាំងមែនតើគឺនៅពេលហ្នឹងគឺគាត់លឺស្នូទឹកដល់អារម្មណ៍គាត់គឺគាត់គិតថាចំអញនៅកណ្ដាលទឹកភ្លៀងអញ្ចឹងអារម្មណ៍ខ្លួនអញដូចជាត្រជាក់នឹងនៅពេលដែលគាត់កលេចមើលជុំវិញទៅគាត់ឃើញធម្មជាតិឃើញសិតតែព្រៃថាចំអញនៅកណ្ដាលព្រៃនៅក្រោមដើមឈើប៉ុន្តែការពិតគាត់កំពុងតែនៅក្រោមសន្តាគារតូចនេះមួយlobby នេះគឺយើងចែកចេញជា3ហើយនៅខាងឆ្វេងដៃរបស់យើងហ្នឹងគឺយើង design មកយើងគិតថាឲ្យយើងនៅក្នុងទីតាំងនេះគឺយើងកំពុងស្ថិតនៅក្នុងទឹកភ្លៀងដែរអញ្ចឹងនេះទឹកភ្លៀងខាងឆ្វេងនិងខាងស្ដាំហើយមានទឹកដូចគ្នាអញ្ចឹងមកយូរជុំវិញនៅកន្លែងនេះដូចពិតតែវានៅខាងក្នុងមែនក៏យើងដូចថាវាស្ថិតនៅក្នុងខាងក្រៅទេអូជានេះមើលទៅឃើញទេសភាពទាំងអស់ប៉ុន្តែមានអារម្មណ៍ស្ញើតិចហ្នឹងហើយនៅខាងស្ដាំដៃនេះគឺជាចណ្ដើអគ្គិភ័យហើយមានតួនាទី2យ៉ាងគឺជាចណ្ដើអគ្គិភ័យផងហើយជាកន្លែងយើងដាក់សម្ភារៈហើយចម្រឹងនេះគឺយើងធ្វើមកគឺសម្រាប់ការពារជាបង្កាន់ដៃការពារកុំឲ្យធ្លាក់ផងអាចដើរនៅចន្លោះ1ម៉ែត្រ2តឹកហើយនេះគឺជាផ្ទាំងគំនូរដែលយើងយកមកពីខាងសាលារចនាតាមផ្លូវមកយើងឃើញទទួលអារម្មណ៍មួយថាយើងដូចដើរនៅក្នុងលំហអញ្ចឹងមើលឃើញកញ្ចក់ទាំងអស់មើលទៅឃើញខាងក្រៅដែលឃើញទេសភាពនៅជុំវិញយើងហើយឥឡូវខ្ញុំបានមកដល់បន្ទប់1605ហើយអូចូលមកដល់ក្នុងបន្ទប់ហើយនេះយើងដាក់តាំងជាសម្ភារៈខ្មែរដូចជាមានត្រូហើយនឹងផ្ទាំងគំនូរដឹកស្បៀងដែលដឹកទ្រព្យចូលធ្វើ design ហ្នឹងគឺបានមួយជាន់គឺខ្ទង់ផាកហែ5បន្ទប់អញ្ចឹងនៅក្នុងបន្ទប់ហ្នឹងយើងបានចែកចេញជាសួនដែលមាននៅតាមជាន់ជា space ដែលអត់ឲ្យអ្នកនៅគឺធុញសម្ភារៈដែលយើងអាចយកមកប្រើប្រាស់ឲ្យនឹង design នៅកន្លែងនេះយើងប្រើមានជាឈើចាស់ៗដែលជាឈើក្តាររបស់ផ្ទះចាស់យើងដែលយើងដានសំទិញទី1ទី2គឺឥដ្ឋចាស់ដែលឥដ្ឋពីឥដ្ឋដែលគេវាយផ្ទះចាស់ហ្នឹងគឺយើងប្រមូលយកមកប្រើប្រាស់ហើយ space ដែលយើងលេងហ្នឹងគឺអ្វីដែលជាបញ្ហាលំបាកគឺ space តូចម្ចាស់ចង់បានធំហើយចង់បានច្រើនអញ្ចឹងអ្វីដែលយើងបានគិតបានគូហើយហ្នឹងគឺម្ចាស់គាត់ចង់បានដែរយើងមានបន្ទប់គេងដែលអាចមើលបានសឹងតែ360ដឺក្រេនៅក្នុងអាគារនេះ material ដែលយើងយកមកប្រើប្រាស់គឺក្រោវិញយើងប្រើអាដូក្រេដែលជាផលិតផលរបស់អ៊ីតាលីហើយចំណុចមួយទៀតគឺនៅខាងលើយើងមាន restaurant នៅជាន់ទី17ហើយនឹងអាងហែលទឹកនឹងឡើងទៅជាន់ទី18ឥឡូវយើងមកដល់ជាន់ restaurant និងជាន់ sky bar តាមដៃខ្ញុំនេះគឺជាសមិទ្ធផលសម្ភារៈរបស់ក្រុមការងារដែលគាត់បានសាងសង់អគារនឹងហើយអញ្ចឹងហើយនេះគឺជា bar counter ដែលអាចគេមានធ្វើសម្រាប់ដាក់មានស្រាកឡុកមានភេសជ្ជៈអីផ្សេងទៀតដែលតម្រូវការអតិថិជនត្រូវការ
គឺយើងអាចមានកន្លែងអង្គុយនៅខាងក្នុងហើយនឹងខាងក្រៅដែរដូចជាកន្លែងទីរះដែរខាងនេះគឺយើងមានសួនទឹកដើម្បីអ្នកដែលនៅអង្គុយញ៉ាំនេះគាត់មានអារម្មណ៍ថាអូមេឃដូចជាភ្លៀងឬក៏ជាអីហើយអាងហែលទឹកនេះពេលដែលគាត់ហែលគឺគាត់អាចឈរមើលទេសភាពដូចដែលគាត់ឈរមើលឈរនឹងប្រកាន់ដៃដែរ Sky Break នេះគឺយើងចង់ពេលដែលគេមានកម្មវិធីអីគឺដូចជាកម្មវិធីបង្ហាញម៉ូដបង្ហាញអីតិចតួចអីគឺភ្ញៀវអាចអង្គុយនោះអង្គុយនេះសិនណាជាមានកម្មវិធីបុណ្យអុំទូកវិញគឺយើងមកអង្គុយមើលកន្លែងនេះគឺឃើញការរីកចម្រើននៅទីក្រុងមានអគារខ្ពស់ៗជាច្រើនដែលជាចំណីភ្នែកដែលសម្រាប់តាក់ទាញទេសចររបស់យើងឲ្យកាន់តែច្រើនឲ្យកាន់តែមកនៅទីក្រុងភ្នំពេញនេះជាគំនិតដែលយើង design តូចតែមានមុខងារទាំងអស់ក្រោយពីទាំងការងារ design ហើយទាំងការងារដែលសាងសង់ហើយនេះគឺយើងមានអារម្មណ៍ថាសប្បាយចិត្តដោយ design ទៅត្រូវនឹងអ្វីដែលម្ចាស់ចង់បានម្ចាស់ក៏គាត់ចូលចិត្តហើយនឹងបានលទ្ធផលពីអគារនឹងមកវិញយើងខ្លាចថាភ្ញៀវមកម្ដងហើយបាត់តែភ្ញៀវដែលធ្លាប់មកហើយគឺគាត់មកទៀតអានេះគឺអារម្មណ៍ខ្ញុំគឺសប្បាយចិត្តនៅការ design អគារទោះបីវាមិនធំក៏ដោយក៏ប៉ុន្តែលក្ខណៈនៃការ design នេះគឺយើងបានគិតទាំងអស់គឺទឹកដីភ្លើងខ្យល់គឺយើងមានគ្រប់ទាំងអស់